ព័ត៌មានទាន់ហេតុការណ៍បណ្ដេញជនជាតិវៀតណាមសរុប37នាក់ចេញពីទឹកដីកម្ពុជានៅថ្ងៃសុក្រទី9ខែឧសភាឆ្នាំ2025នេះឧត្តមស្នេហ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបណ្ដេញជនជាតិវៀតណាមសរុបចំនួន37នាក់ស្រី6នាក់ចេញពីទឹកដីកម្ពុជាតាមពន្ធនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតនិងព្រៃវ៉ាខេត្តស្វាយរៀងពាក់ព័ន្ធករណីបំពានប្រកាសស្ដីពីការបណ្ដេញជនជាតិបរទេសចេញពីកម្ពុជាលួចឆ្លងដែនខុសច្បាប់លួចស្នាក់នៅធ្វើការងារខុសច្បាប់មានលិខិតឆ្លងដែននិងអនុវត្តទោសច្បាប់បទលួចមានស្ថានទោសធ្ងន់ធ្ងរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនក្នុងនោះដែរនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានទទួលពីនាយកដ្ឋានច្រកទ្វារទី1និងនាយកដ្ឋានច្រកទ្វារទី2នៃអគ្គនាយកអន្តរប្រវេសន៍ស្នងការនគរបាលខេត្តស្វាយរៀងខេត្តកណ្ដាលនិងរាជធានីភ្នំពេញនៃអគ្គស្នងការឋាននគរបាលជាតិនិងមណ្ឌលអប់រំកែប្រែទី1នៃអគ្គនាយកដ្ឋានពន្ធនាគារ